តើយើងគួរដាក់គោលដៅដោយបណ្ឌិតទៅជំនះភាពខ្ជិលគឺបានខ្ញុំដឹងថាខ្លួនឯងខ្ជិលហើយចង់ធ្វើឲ្យឈប់ខ្ជិលប៉ុន្តែឈប់មិនបានឈប់បានទី1គឺដាក់ម៉ោងចូលដេកឲ្យច្បាស់លាស់ទី2ដាក់ម៉ោងងើបឲ្យច្បាស់លាស់ទី3ណាចាប់ផ្ដើមបន្តិចម្ដងថាតើក្នុងមួយថ្ងៃយើងគិតថាការងារចាំបាច់យើងអីខ្លះហើយយើងរៀនធ្វើបន្ថែមបន្តិចម្ដងភាសាអង់គ្លេសគេហៅថា organizing ourselves យើងរៀបចំខ្លួនយើងកុំដាក់វិន័យខ្លួនយើងតាំងក្លៀនតែរៀនបន្ថែមចូលនៅការងារដែលយើងចេះធ្វើយើងធ្វើបន្តិចម្ដងដូចជាការអានដូចជាការថែទាំផ្ទះសម្បែងដូចជាការសម្អាតផ្ទះសម្បែងជាដើមឡើងណាអាហ្នឹងអញ្ចឹងកុំដាក់កិច្ចការឲ្យខ្លួនឯងធ្វើច្រើនពេកប៉ុន្តែធ្វើបន្តិចម្ដងហើយកត់ទុកដេកងើបពីដេកធ្វើអីម្ដងតិចហើយអត់បោះបង់ចោលនៅកិច្ចការដែលធ្វើហ្នឹងទេបើធ្វើមិនចប់តែកូនមានកត់ទុកត្រូវត្រឡប់ទៅធ្វើវិញដូចអំបញ្ញមិញបាត់ខ្ញុំ4នាទីណាបាត់ខ្ញុំ4នាទីទៅណាខ្ញុំចេញទៅក្រៅទៅប្រអប់សម្បត្តិទៅយកឆ្នាំមកដល់ណាឆ្នាំពេទ្យមកដល់ឆ្នាំពេទ្យមកដល់គេផ្ញើឆ្នាំវាមកដល់ប្រអប់ប្រៃសណីត្រូវទៅយកបើទុកយូរអាចមានមនុស្សខូចវាអត់កើតមានទេនៅភូមិខ្ញុំប៉ុន្តែវាមានមនុស្សខូចអាចដកយកឆ្នាំទៅកបាស់ចោលឬក៏បើកទៅឃើញឆ្នាំហ្នឹងអាចលក់បានយកទៅលក់បាត់វាអត់ដែលកើតឡើងទេណាវាអត់ដែលកើតឡើងទេក៏ប៉ុន្តែចប់អត់កើតឡើងណាអញ្ចឹងវាអត់ដែលកើតឡើងតែវាអាចកើតឡើងភូមិខ្ញុំអត់មានអាចោលហ្នឹងទេប៉ុន្តែវាអាចកើតយើងត្រូវប្រយ័ត្នអញ្ចឹងត្រូវទៅយកឆ្នាំត្រូវបើកទ្វារត្រូវបិទទ្វារហើយពេលដើរមកវិញគិតអីផ្លូវបើកឡានចេញចូលខ្ញុំមើលតាមជាយផ្លូវហ្នឹងវាបែកកៅស៊ូដោយសារម៉ាស៊ីនកាត់ស្មៅវាឆ្លងផ្លូវខ្ញុំវាបែកតែជ្រុងហ្នឹងអញ្ចឹងបើទុកឲ្យវាបែកយូរវាខូចពិបាកកែប្រហែលជាខ្ញុំត្រូវចាប់ផ្ដើមជួសជុលវាហើយរបៀបជួសជុលមិនមែនធ្វើតាមចិត្តទេផ្ទះមួយមានសមាគមត្រូវគ្រប់វិន័យរបស់អស់ហ្នឹងហើយធ្វើឲ្យយើងឈប់ខ្ជិលអូខេធ្វើឲ្យយើងឈប់ខ្ជិលបន្តមកទៀតបើយើងមានប្តីមានប្រពន្ធយើងទម្លាប់យើងមើលប្រពន្ធយើងធ្វើអីយើងខ្លួនឯងធ្វើអីបើយើងអត់ទាន់មានប្រពន្ធយើងមានម៉ែឪយើងខ្ជិលយើងបដៅក៏អត់បានទេប៉ុន្តែយើងបដៅខ្លួនយើងកុំឲ្យខ្ជិលអាហ្នឹងអញ្ចឹង